mãn la này không pi la nữa mà mày bắt mà lên mùi sao đây nó người nằm rèm là pro đâu pro ná từ đây con xây hoạt đòn đó đòn chắc áo hai ông tịch ba hơi ông mày đang được coi khổ chăng ca đang ông tịch nhau mày nhau màu vô thì ông mà ngay mua nữa nhưng chưa đâu giật đó cái ông chơi mà ninh tịch mà ông tranh mọc ra đào bàn rồi vậy ông đào rồi vậy chân nên nắng chứ chân coi nên nắng á ông cha chia bát thăm nhâm xong chụp nghiệp xô bọc mai bong ôn chẳng óc như để ruột nơi không bật tay thằng cào bật tayนี่คือจีông srei để quạt ruột nơi không ở phum ănสังกัดโอชาได้chiaสังกัดได้ขยมจวบจีสังกัดโรงตีปีហើយប្រហែលថ្ងៃមុនខ្ញុំបានយកចំនួនទិញទួយមកជូនអ៊ំស្រីប្រសាអស់នៅអ៊ំនៅអ៊ំកុំយំអ៊ំកុំយំរត់នៅនេះហើយកុំយំអ៊ំហើយដោយសារថ្ងៃនេះខ្ញុំបាននាំចំនួនសពបរោះជនដែលនៅក្រៅប្រទេសចាយកមកជូនអ៊ំស្រីចាដោយក្នុងនោះយើងថវិការបស់សពបរោះជនដែលនៅក្រៅប្រទេសសុំទោសចាំផ្លែតសិនព្រោះឈ្មោះគឺមានលោកគឺតាមរយៈលោកពូលឹមស៊ីវ៉េតចាហើយដែលបានផ្ញើថវិកាឲ្យនាងខ្ញុំ$400ប៉ុន្តែក្នុងនោះគាត់បានឲ្យនាងខ្ញុំចាត់ចែងផ្សេងគ្នាប៉ុន្តែថវិកាគាត់បានបញ្ជាក់ថា$20ជូនឲ្យលោកយាយពិការដែលគ្មានកូនចៅថែទាំហើយលោកយាយគឺទទួលបានថវិកាពីលោកពូដែលរស់នៅយើងក្រៅប្រទេសហើយក្នុងនោះជំនួយទាំងអស់ហ្នឹងបាន$400ហ្នឹងគឺមានគ្រួសារបងស្រីប្រាក់ផលី200គ្រួសារប្អូនទីណាយឹម50គ្រួសារពូគ្រួសារលោកពូលឹមស៊ីវ៉េតហ្នឹង150ប៉ុន្តែក្នុងនោះក៏បានបញ្ជាក់ឲ្យខ្ញុំយកថវិកា$20មកជូនអ៊ំណាអ៊ំណាចាអ៊ំខ្ញុំនឹងនេះជូនអ៊ំចានេះជាថវិការបស់សប្បុរសជនណាអ៊ំណាចាហើយថ្ងៃនេះគឺខ្ញុំបានយកមកជូនដល់អ៊ំស្រីហើយអ៊ំស្រីគាត់ដើរអត់រួចទេហើយនេះគឺជាផ្ទះផគាត់អូនថាផ្ទះឲ្យគាត់ហ្នឹងដីគេបងដីគេទេចាហើយសូមក្នុងនាមខ្ញុំតំណាងប្រជាពលរដ្ឋនៅក្នុងសង្កាត់អូចាសូមតែអំណរគុណសូមជូនពរពុកម៉ែបងប្អូនដែលនាងខ្ញុំបានរៀបរាប់ឈ្មោះអំបញ្ញមិញនេះឲ្យជួបតែប្រទេសតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ប្រការជាពិសេសថវិកាជំនួយរបស់បងប្អូនសប្បុរសជនគឺនឹងបានមកដល់ដៃប្រជាពលរដ្ឋដោយតាមអ្វីដែលលោកពូលឹមស្វេតបានផ្ដល់ព័ត៌មានឲ្យខ្ញុំអញ្ចឹងគឺខ្ញុំបានយកមកដល់គាត់ឲ្យនៅល្ងាចថ្ងៃទី6ខែ5ឆ្នាំ2014នៅភូមិអង្គសង្កាត់អូចាអ៊ំមានអីជូនពរដល់គាត់ទេដែលផ្ដល់ជំនួយឲ្យអ៊ំហ្នឹងជូនពរមានអីជូនពរដល់គេទេយ៉ាងជូនពរថាមិនជូនពរគេទៅរឹងអស់ហើយអ៊ំចាំមិនបានសើមអស់អញ្ចឹងមួយទឹកចុះមួយទឹកទាំងអញ្ចឹងហ្មងអ៊ំចាចុះកៅអៅអីមួយទឹកកៅអៅអញ្ចឹងដែរពេកហ្នឹងក្តៅពេកចានេះពុកម៉ែបងប្អូនចាស្ថានភាពនៃការរស់នៅរបស់អ៊ំស្រីអ៊ំអាចជំរាបឈ្មោះបងប្អូនយើងបានទេឈ្មោះអីដែរឈួនបានថងថងឈ្មោះអ៊ំស្រីថងអរគុណច្រើនអ៊ំឲ្យអ៊ំអាយុវែងហើយរាល់ជំនួយសប្បុរសជនបើគេមានបងប្អូនណាគាត់ផ្ញើបន្តទៀតខ្ញុំនឹងយកមកជូនអ៊ំបន្តទៀតណាអ៊ំណាចាអ៊ំអរគុណច្រើនហើយខ្ញុំសូមអរគុណពុកម៉ែបងប្អូនដែលជួយដល់ពលរដ្ឋនៅក្នុងសង្កាត់អូចាដែលតែងតែជួយជាបន្តបន្ទាប់ទោះបីថវិកាតិចឬច្រើនយ៉ាងដូចម្ដេចក៏ដោយក៏នាងខ្ញុំនឹងព្យាយាមយកមកដល់ដៃរបស់ប្រជាពលរដ្ឋក្រីក្រហើយបើសិនជាមានបន្តទៀតខ្ញុំក៏នឹងយកមកឲ្យគាត់បន្តទៀតហើយដូចនេះពុកម៉ែបងប្អូននឹងឃើញអីគឺថវិកា$20ចាអរគុណច្រើន